nâng ngày tại tông cho mỗi nâng videoបន្តទៀតrồiមួយ modify string អញ្ចឹងមានន័យថា string យើងមានអីចឹងយើងចង់ឲ្យវាតូចឲ្យវាធំឬមួយយើងចង់កាត់តអីវាអាហ្នឹងយើងមាន function ដែលវាមានស្រាប់អីចឹងនៅខាងក្នុង PHP របស់យើងអញ្ចឹងយើងតោះយើង start ទាំងអស់គ្នាអញ្ចឹងតើតើជាមួយ uppercase ហើយ lowercase អញ្ចឹងអា function ពីរហ្នឹងប្រើសម្រាប់ធ្វើអក្សរតូចទាំងអស់ហើយនិងធំទាំងអស់ចឹងអាហ្នឹងវាមានបាក់យល់ណាយើងងាយយល់ងាយទាំងអស់គ្នាអញ្ចឹងអានេះ hello world នេះអានេះវាមានអក្សរតូចធំអញ្ចឹងអញ្ចឹងបើយើងប្រើ uppercase អញ្ចឹងពេលវា output មកវាចេញ hello world អក្សរធំធំអញ្ចឹងទៅប្រើ lower ខាងគឺផ្ទុយពី uppercase នឹងមិញហ្នឹងចាំថាវាធ្វើឲ្យអក្សរនេះទៅជាតូចទាំងអស់ចំពោះ replace string នេះវិញយើងមានតម្លៃបើន័យថានេះវាមានតម្លៃអានេះយើងមើលតាមឧទាហរណ៍គេទៅគេថាគេចង់ replace text word ជាមួយនឹង dolly នៅក្នុង string ណាមួយអញ្ចឹងណាចឹងអានេះវាប្រើតម្លៃ3តម្លៃទី1គឺតម្លៃ word ដែលយើងចង់ replace តម្លៃទី2គឺជាតម្លៃថ្មីហើយតម្លៃចុងក្រោយនេះគឺជាតម្លៃនៃ string របស់យើង string ដើមដែលយើងចង់ replace អក្សរនេះហ្នឹងហើយចឹងអាហ្នឹងដូចជាមានបាក់យល់ទេអាហ្នឹង function មានស្រាប់ហ្នឹងយើងហ៊ានប្រើវាទៅយើងចេះហើយអូខេចឹងចូលដល់ reverse string វិញ reverse string បានន័យថាយើងបញ្ជាអក្សរហ្នឹងមកបើជា hello world ចឹងយើងវាចេញទៅជា he ពីខាងចុងមកវិញចឹងណាអាហ្នឹងវា reverse អក្សរចឹង reverse string ហ្នឹងហើយចូលដល់មួយទៀតតើទៅជាមួយនឹង remove white space ចឹងអានេះយើងមាន function stream មួយសម្រាប់តម្រឹមចុងសងខាងកុំឲ្យមាន space ហ្នឹងហើយនេះវាតាមឧទាហរណ៍គេនេះវានឹងលុបចុងនេះចេញពី string របស់យើងពេលយើងប្រើ function stream នេះអូខេចូលដល់បន្តទៀតតើទៅជាមួយនឹង convert string to array ចឹងនៅក្នុងការ convert string ទៅជា array យើងមាន function មានស្រាប់មួយឈ្មោះថា explode ដើម្បី split string ទៅជា array ចឹង function ហ្នឹងវា represent ឲ្យ separator ឬ separator វាជាក់លាក់ដែលជាអ្នកកំណត់តម្លៃនៅក្នុងការកាត់ string ហ្នឹងបើន័យថា separator ហ្នឹងគឺជាអ្នកទៅកាត់ធម្មតាដើម្បីយកមកដាក់ធ្វើជា array អញ្ចឹងឧបមាថានេះយើងមាន hello world នេះអញ្ចឹងនេះseparator នេះអាហ្នឹងមានន័យថាអ្នកផ្ដាច់អក្សរនឹងជាពីរអញ្ចឹងណាវាផ្ដាច់វាតាមរយៈអីគេនេះផ្ដាច់គ្នាតាមរយៈ space អញ្ចឹងមានន័យថាយើងត្រូវដាក់ space នៅកន្លែងនេះដើម្បីផ្ដាច់អាពីរនេះឲ្យទៅជា array ដែលមាន2 value មាន hello ហើយនិង world អញ្ចឹងណាអញ្ចឹងseparator ហ្នឹងគឺជាអ្នកកំណត់ថាarray ត្រូវមានប្រមាណ index មានន័យថាវាជាអ្នកទៅកាត់អក្សរទៅជា array ន័យថាបើយើងដាក់វានៅកន្លែងណាអញ្ចឹងfunction មួយនេះវានឹងទៅកាត់អឺពាក្យហ្នឹងដាក់ចូល array តាម index នីមួយby space នេះអញ្ចឹងមានន័យថានៅពេលដែលយើងដក clear បែបនេះអញ្ចឹងមានន័យថាហ្នឹងវានឹងកាត់អានេះធំនេះហើយអានេះធំនេះខ្ញុំដឹងថាបញ្យល់ថាម៉េចទេចឹងដឹងថា separator ហ្នឹងគឺជាអ្នកទៅផ្ដាច់string ទៅជា array អូខេចឹងនិយាយខ្លីមក so ឥឡូវយើងត្រូវទៅសេកូដទាំងអស់គ្នាតើតើជាមួយហើយយើងត្រូវសេរបស់គេគឺ uppercase uppercase ចឹងអានេះយើង uppercase ចឹងយើងមាន function ដែលមានស្រាប់ថា uppercase យើង echo មកអានេះយើង uppercase អានេះមានអានេះ string uppercase string to uppercase str to uppercaseអានេះlowercase str lowercase str to lower អូខេអានេះ to upper ចឹងអានេះយើងត្រូវ echo វាមកបានវា
bạnจะขึ้นของ web page របស់យើងអញ្ចឹងអានេះ echo ហ្នឹងហើយជាង echo វាទៅហើយអានេះយើងដាក់តម្លៃនៃយើងដាក់ variable my letter ចូលដើម្បីឲ្យ convert វាទៅជា uppercase ចានេះដាក់ my letter ចូលទៀតដើម្បី convert អក្សរហ្នឹងទៅជា lowercase yes អញ្ចឹងបានប៉ុណ្្នឹងហើយអានេះយើងគួរតែ set description តិចទៅដើម្បីបង្ហាញវាមកឲ្យវាដឹងថាអាមួយណាជាអាមួយណាអូខេនេះបើបូកក៏បានយើងប្រើនេះក៏បានដែរ convert to uppercase យើង copy អានេះមកអានេះយើង convert to lowercase អូខេអញ្ចឹងយើងទៅ refresh page របស់យើងថាវា work មកក៏អត់អូខេវា error let's see error កន្លែងញ៉ាំបូកនេះអូខេបើនិយាយ error កន្លែងញ៉ាំបូកនេះអូខេតោះយើងទៅ refresh ម្ដងទៀតអូខេ it's work so គាត់ថាវាញ៉ៃតិចទៅសារតែយើងអត់ចូលបន្ទាត់ BR អូខេអានេះគួរតែមាន BR នៅកញ្ចុងមួយទៀតដែរដើម្បីចូលបន្ទាត់ឲ្យវាស្អាតអូខេសួរមើលហ្នឹងហើយចាអានេះវា convert ទៅជា uppercase អានេះជា lowercase នេះចូលមានដូចគ្នាអញ្ចឹងជួយដាក់ស្មើណាវាស្រួលមើលអូខេអញ្ចឹង uppercase lowercase បើទៅលើចោល yes បិទបញ្ជាចប់ហើយអូខេអញ្ចឹងយើងចេញតែពីនេះទេអញ្ចឹង oh shit why បិទដោយគួរតែចេញនេះយកមកកែវយើង control C មកណាតាមទីយើងផាវានៅលើនេះអូខេទៅលេង error ហ្នឹងហើយទៅវាចេញវិញណាអញ្ចឹងអានេះ uppercase អានេះ lowercase អញ្ចឹងចូលដល់ចំណុចបន្ទាប់ទៀតតាក់ទងជាមួយនឹង replace string អូខេ replace string ហើយនឹង reverse string អូខេហ្នឹងហើយអញ្ចឹងនៅក្នុងការ replace string យើងមាន function មានស្រាប់មានឈ្មោះថា str replace យើង copy មកស្រួល easy គិតអីងាយណាគិតអីយ៉ាប់ពេកអញ្ចឹងដំបូងពាក្យដំបូងគឺជាពាក្យដែលយើងត្រូវ search ដើម្បីរកថាពាក្យហ្នឹងមានឬមួយក៏អត់អញ្ចឹងអានេះយើងតម្លៃទី1អញ្ចឹងតម្លៃ value ទី1គឺ search ហៅពាក្យដើម្បីដឹងថាពាក្យហ្នឹងមាននៅក្នុង subject នេះមួយក៏អត់នៅក្នុង string នេះមួយក៏អត់បើមានវា replace ដោយពាក្យដែលយើងរៀបនឹង replace គេដាក់ word មក word to hello កូនប៉ាប៉ាអញ្ចឹងណាអូខេអញ្ចឹងកន្លែងតម្លៃ value ទី1អញ្ចឹងខ្ញុំ search ទៅ search ថាពាក្យ word នេះមាននៅក្នុង subject នេះមួយក៏អត់មាននៅក្នុង string នេះមួយក៏អត់បើមានវានឹង replace ពាក្យ word នេះជាមួយនឹងពាក្យថាកូនប៉ាប៉ាអូខេ let's see ទាំងអស់គ្នា echo មកណា replace string with word with កូនប៉ាប៉ាអូខេ world កូនប៉ាប៉ាអញ្ចឹងនេះដាក់ស្មើវិញមកកុំភ្លេចចូលបន្ទាត់លូតមកញ៉ៃទៀតឡើយមានដល់12អញ្ចឹង let's see together អញ្ចឹងនេះយើងឃើញពាក្យថាពាក្យ word នេះវាបាត់ហើយអញ្ចឹងវាជំនួសដោយពាក្យកូនប៉ាប៉ាវិញម្ដងអូខេអញ្ចឹង replace string មានតែប៉ុណ្្នឹងទេ
ចំពោះ reverse string វិញអូខេយើង echo អស់ហើយណា reverse string of $, ស្មើជាមួយនឹងអូខេ $x អីmy letter ស្មើជាមួយនឹងស្មើអីគេចឹង str ជា reverse str OEV អូខេ reverse នេះ reverse string ចឹងដាក់តែ string value តែមួយចូលឯង my letter អូខេចឹងដាក់ string ចូលមកបន្តទៀតឥឡូវយើងទៅ refresh page មើល result របស់យើងទាំងអស់គ្នាគេឥឡូវវាចេញបញ្ជាក់មកវិញចឹងមានន័យថា reverse នេះយើងreverse គេនេះចឹងreverse string មានតែប៉ុណ្្នឹងទេគាត់ reverse អក្សរបញ្ជាក់មកវិញអូខេចូលដល់ចំណុចបន្ទាប់ទៀតតកតងជាមួយនឹង remove white space ចឹងក្នុងការ remove white space យើងមាន function មួយឈ្មោះថា trim អូខេ let's see trim remove white space with trim អូខេចឹងនេះដាក់ string value នេះ string value string variable មកក៏យើងដាក់ double quote ក្នុងនោះក៏បានដែរចឹងនេះឧបមាថា echo trim ដាក់ remove white space of ដាក់ my letter ចេះមកស្មើឥឡូវយើងបង្កើត space មួយនៅខាងចុងនៅខាងដើមនេះដើម្បីឲ្យនឹងវាទៅ trim ថាវា work មកក៏អត់អូខេ let's see ចឹងយើងមានពាក្យ trim ឬយើងមាន function trim យើងដាក់ variable របស់យើងចូលមកតាមទៀតចូលបន្ទាត់ complete ចូលបន្ទាត់លុតមកញ៉ៃពីនឹងឡើយអូខេចឹងបន្ទាប់យើង trim ហើយយើង expect ថាតម្លៃនៃ string មួយនេះគឺវាអត់មាន space សងខាងអូខេទៅ refresh page មើលអូខេកន្លែងយើងភ្លេចចុះបន្ទាត់ថាមែនអូខេហ្នឹងហើយចឹងអានេះវា remove white space សងខាងហើយនេះអត់មានទេហ្នឹងហើយឃើញ select យើង select ទៅដឹងហើយអានេះ space នៅក្នុងនេះនៅខាងចុងតិចនេះវាអត់មានអីអញ្ចឹងបានន័យថាយើង remove space បានជោគជ័យ remove white space បានជោគជ័យនៅខាងចុងសងខាងនៃ string របស់យើងអូខេចុងសងខាងថ្លៃនៃ string របស់យើងអូខេចូលដល់ចំណុចបន្ទាប់ទៀតទៅមួយ convert to array ចឹងយើងមាន function មួយឈ្មោះថា with explode ចឹងតម្លៃទី1យើងត្រូវដាក់នោះទី1គឺ separator ហើយនឹង string អូខេចឹង let's see ចេះ echo ហ្នឹងគឺជាមិនប្រើ echo ទេយើងប្រើ function មួយទៀតសម្រាប់បង្ហាញតម្លៃarray ហ្នឹងចឹងយើងប្រើ print or ចា print or ចឹងយើង echo print or មកទៅវាចេញមកអូខេចឹងអានេះយើង echo ចានេះយើងដាក់តម្លៃថ្មីមួយទៅថា my letter array ចឹងយើងដាក់ឲ្យវាត្រូវឈ្មោះវាត្រូវគោលថាយើងដាក់ explode បន្តទៀតដាក់ separator វា space បន្តទៀតយើងដាក់ string របស់យើងចូលមកចាហ្នឹងគេប្រើរបៀបហ្នឹងក្នុងការ convert string ទៅជា array ចឹងមិនបានយើងត្រូវដាក់ space នេះដោយសារថាយើងចង់កាត់អានេះអាពីរអក្សរនេះជា array យើងចង់បានតាពីរនេះជា array អញ្ចឹងអីដែលនៅចន្លោះពីអាហ្នឹងគឺ space អញ្ចឹងបើសិនបើអាហ្នឹងចន្លោះហ្នឹងវាជាសញ្ញានេះជាសញ្ញា comma នេះអញ្ចឹងអានេះយើងត្រូវដាក់កន្លែងនេះ comma ដូចគ្នាអូខេឥឡូវយើងទៅមើល result ទាំងអស់គ្នាយើង echo ណា echo
print off print off là my array ok ហ្នឹងហើយបន្តទៀតអានេះយើងត្រូវមានអក្សរអីត្រឹមត្រូវមកដើម្បីវាងាយស្រួលក្នុងការមើលអញ្ចឹង new array convert from my letter to array is จะស្មើមួយមកណាដើម្បីងាយស្រួលក្នុងការមើលអូខេតែចុចមួយ double quote br អូខេ let's see together ថាវាផ្ដាច់អាពីរនេះទៅជា value នៃ array ឬមួយក៏អត់អាហ្នឹងយើងទៅមើលទាំងអស់គ្នាតា refresh អញ្ចឹងនេះវាចេញមកហើយអញ្ចឹងយើងបាន array មួយ index ទី0ផ្ទុកតម្លៃ hello index ទី1ផ្ទុកតម្លៃ world convert from hello world to array is 1អូខេអញ្ចឹងវាបញ្ជាក់ប្រាប់ថាការ convert to array is គឺពិតជាបានជោគជ័យ is 1មែនយើង convert បានជោគជ័យអូខេអញ្ចឹងដូចជាអត់មានអីទៀតទេចឹងវីដេអូមានតែប៉ុណ្្នឹងឯងតើតើជាមួយនឹង function មួយចំនួនក្នុងការប្រើប្រាស់ដើម្បី modify ទៅលើ string របស់យើងអញ្ចឹងលើកមកទៀតទី1តើតើជាមួយនឹងការប្រើ lowercase uppercase lowercase នេះដើម្បីធ្វើដាក់អក្សរតូចធំ replace string ហើយនិង reverse string replace បានន័យថាយើងជំនួសអក្សរដោយអក្សរផ្សេងទៀតនៅក្នុង string របស់យើងហើយ reverse បានន័យថាយើងបញ្ជាអក្សរនោះមកវិញពេល remove white space បានន័យថាយើងលុបអា space ចុងសងខាងនៃ string របស់យើងនៃ string value របស់យើងហើយចំពោះ convert to array បានន័យថាយើង convert ពី string របស់យើងដោយseparate by separator ទៅជា array អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ